សូមកុំអស់រំលងឃ្លាទាំងនេះអាចនឹងផ្លាស់ប្ដូរការគិតរបស់អ្នកនៅថ្ងៃនេះសួស្តីអ្នកទាំងអស់គ្នាខ្ញុំតារ៉ាស្វាគមន៍មកកាន់វីដេអូថ្មីចំណុចទី1ការអភិវឌ្ឍខ្លួនកំហុសគឺជាមេរៀនដ៏ល្អបំផុតអ្នកដែលមិនធ្លាប់ខុសគឺជាអ្នកដែលមិនធ្លាប់ព្យាយាមអ្វីទាំងអស់ភាពជោគជ័យមិនមែនជារឿងចៃដន្យនោះទេវាជាលទ្ធផលនៃការតស៊ូការរៀនសូត្រនិងការលះបង់ចំណុចទី2អំពីភាពវិជ្ជមាននិងការតស៊ូទោះបីថ្ងៃនេះពិបាកយ៉ាងណាក៏ដោយតែសម្រាប់ថ្ងៃស្អែកវាជាឱកាសថ្មីមួយជានិច្ចការគិតវិជ្ជមានមិនមែនមានន័យថាអ្វីៗសុទ្ធតែល្អនោះទេប៉ុន្តែវាជាការជ្រើសរើសបើមើលជ្រុងល្អក្នុងស្ថានភាពលំបាកនោះវានឹងល្អចំណុចទី3អំពីទំនាក់ទំនងនិងការចែករំលែកការចែករំលែកចំណេះដឹងនិងក្តីស្រឡាញ់មិនធ្វើឲ្យយើងបាត់បង់អ្វីឡើយតែវាធ្វើឲ្យជីវិតយើងកាន់តែមានន័យសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗមិនមែនស្ថិតនៅលើទ្រព្យសម្បត្តិនោះទេប៉ុន្តែស្ថិតនៅលើសកម្មភាពនិងពាក្យសម្ដីចំណុចទី4ពាក្យទូន្មានរបស់ដូនតាខ្មែរតម្លៃមិនចេះសាបសូន្យនៅឡើយអ្នកនឹងទទួលបានការគោរពប្រសិនបើអ្នកចេះគោរពអ្នកដទៃរៀនចេះដឹងនិងរៀនចេះអនុវត្តទើបជីវិតកាន់តែជឿនលឿន